ស្ដីប្រិមិត្តអ្នកស្នេហាពិសេសក្លាបាត់ទាត់ជួបគ្នាសាជាថ្មីជាមួយខ្ញុំបាទ MC កុសលធីបយប់នេះយើងមានការប្រកួត3គូមិត្តភាពអន្តរជាតិគូជក់ចិត្តកម្ដៅសេចក្ដីមុនការប្រកួតវ៉ាខាំដល់គូទី1 Norway ត្រូវប៉ះជាមួយក្រុមជំនឿជាតិស៊ុយអែតប៉ុន្តែក្រុមជំនឿជាតិទូគីត្រូវប៉ះជាមួយក្រុមម៉ាសេដូនីហើយគូទី3ចុងក្រោយបាទជំនឿជាតិអូទ្រីសត្រូវទទួលស្វាគមន៍ក្រុមទូនីស៊ីមកពីតំបន់អាហ្វ្រិកហើយក្រុមណាខ្លះអាចបង្ហាញទម្រង់លេងមុនផ្លូវការមកដល់តោះទៅតាមนั้นការពិភាក្សាជាមួយបាទអរគ្នាគូទី1បាទក្រុមជំនឿជាតិ Norway ត្រូវប៉ះជាមួយក្រុមជំនឿជាតិស៊ុយអែតនេះជាជំនួបការប្រកួតភូមិផងរបស់ជាមួយគ្នា Norway គឺជាក្រុមម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមស៊ុយអែតបច្ចុប្បន្ន Norway គឺមានកីឡាករសាវិយុទ្ធដ៏មួយត្រួតគឺកីឡាករ Erling Haaland ជាម៉ាស៊ីនរកគ្រាប់បាល់ចំណែកស៊ុយអែតវិញជាក្រុមលេងដែលមានរបៀបនិងមានវិន័យខ្ពស់ក្នុងការប្រយុទ្ធទោះជាយ៉ាងណាចំនួនមិត្តភាពបែបនេះក្រុមទាំងពីរអាចនឹងសាក់លបងប្រយុទ្ធសាស្ត្រប្រើកីឡាករក្មេងៗជាច្រើនសម្រាប់គូទី1ដែរ Admin គិតថា Norway អាចនឹងមានប្រៀបយកឈ្នះទៅលើក្រុមជំនឿជាតិស៊ុយអែតហើយគ្រាប់បាល់អាចនឹងលើសពី3គ្រាប់គូទី2ការប្រកួតរវាងក្រុមជំនឿជាតិទូគីត្រូវប៉ះជាមួយក្រុមជំនឿជាតិម៉ាសេដូនីទូគីតែងតែលេងបាល់យ៉ាងកាយស្រហៅនិងមានការបច្ចេកទេសខ្ពស់ជាពិសេសលេងក្នុងទឹកដីរបស់ពួកគេមិនងាយស្រួលទេបាទសន្ទុះខ្លាំងមែនទែនសម្រាប់អ្នកគ្រប់គ្រងទោះជាម៉ាសេដូនីបាទជាក្រុមតូចតែប៉ុន្តែពួកគេក៏ធ្លាប់បង្កការភ្ញាក់ផ្អើលដល់ក្រុមធំៗជាងនៅតំបន់អឺរ៉ុបប៉ុន្តែបង្កើនតុល្យភាពកីឡាករទូគីនៅមានប្រៀបជាងដល់ថ្នាក់ក្នុងតំបន់បម្រើនិងតំបន់ប្រយុទ្ធសម្រាប់គូទី2នេះអេនគេថាជំនឿជាតិទូគីអាចនឹងយកឈ្នះបានទៅលើក្រុមជំនឿជាតិម៉ាសេដូនីដល់លទ្ធផល3-1គូទី3ចុងក្រោយបាទក្រុមជំនឿជាតិអូទ្រីសបាទត្រូវប៉ះជាមួយក្រុមជំនឿជាតិទូនីស៊ីអូទ្រីសជាក្រុមលេងដែលបានមានវិន័យបែបអឺរ៉ុបនិងមានការកែសម្រួលរងមាំជាពិសេសគឺខ្សែការពារ David Alaba ជាប្រធានក្រុមជាអ្នកដឹកនាំចំណែកទូនីស៊ីដែលជាក្រុមមកពីតំបន់អាហ្វ្រិកដែលមានបច្ចេកទេសលេងរហ័សនិងការវិបកលឿនការតទល់ជាមួយក្រុមដែលប្លែកមកពីតំបន់អឺរ៉ុបអូទ្រីសក្នុងការប្រើប្រាស់បាល់ចំណែកឯទូនីស៊ីគឺរងចាំការវិបកប៉ុណ្ណោះមកគូទី3ចុងក្រោយអេដមីនគេថាក្រុមទាំងពីរបាទមានលទ្ធភាពអាចត្រឹមតែក្រោម3គ្រាប់ប៉ុណ្ណោះហើយនឹងទូអូទ្រីសឈ្នះដោយការប្រកួតជំនឿជាមួយទូនីស៊ីបងប្អូនយល់យ៉ាងណាដែរសម្រាប់ការវិភាគ3គូរបស់មីនដូចចូល comment ចុច like subscribe ដើម្បីទទួលបានវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយ